ទិញតែជើងមុនចំណាយលុយតែជើងមុនប៉ុន្តែមានរបស់ដែលគុណភាពល្អជាងមុនចឹងសម្រាប់បរិសុទ្ធដែលគាត់កំពុងតែចាប់ផ្ដើមប្រឡូកនៅក្នុងការងារបែប professional ហើយកំពុងតែគិតថាតើខ្ញុំគួរទិញកៅអៅបែបណាដើម្បីឲ្យ slip ពាក់មើលទៅថ្លៃថ្នូរមើលទៅភ្លឹងស្អាតហើយមានគុណភាពល្អនេះគឺជារបស់10យ៉ាងដែលអ្នកគួរមាននៅក្នុងទូរបស់អ្នកទី1សម្រាប់បរិសុទ្ធរបស់ដែលចាំបាច់បំផុតអ្នកគួរតែមានអាវសដែលមានគុណភាពល្អមួយអញ្ចឹងបើសិនជាយើងទិញអាវសណាដែលមានជាតិកណាត់បែបប៊ូឬក៏កតុងដែលងាយស្រួលអ៊ុតងាយស្រួលថែហើយវាល្អសម្រាប់រដូវក្តៅទៀតបាទទី2ខ្ញុំគិតថាអ្នកគួរតែមានឈុតអាវធំមួយដែលស័ក្តិសមប្រើបានច្រើនកលៈទេសៈហើយអាវធំនោះគឺអាវធំពណ៌ទឹកប៊ិចខ្ញុំគិតថាប្រសិនបើយើងវិនិយោគទៅលើអាវធំណាមួយដែលជាអាវធំដំបូងរបស់យើងអ្នកគួរជ្រើសរើសទិញអាវធំពណ៌ទឹកប៊ិចដែលវាជាអាវធំពណ៌ទឹកប៊ិចលាតឬក៏អាវធំពណ៌ទឹកប៊ិចដែលមានឆ្នូតតិចដែលអ្នកអាចប្រើប្រាស់ច្រើនបែបច្រើនសន្តានបើសិនជាចេញឈុតទី1តែម្ដងគួរប្រើប្រាស់ឈុតដែលគេហៅថាជាលក្ខណៈលេវ2ធម្មតាកុំតន់ទិញលេវ6ប្រើលេវ2សិនហើយស្វែងយល់អំពីការប្រើប្រាស់អាវធំឲ្យកាន់តែច្បាស់ចាំយើងទិញអាវធំប្រភេទពណ៌ផ្សេងៗទៀតហើយអាវធំពណ៌ទឹកប៊ិចនេះអ្នកអាចប្រើប្រាស់បានច្រើនសន្តានឧទាហរណ៍ថាយើងអាចពាក់វាជាមួយនឹងអាវសក្រវ៉ាត់កជាមួយនឹងខោសាកណាត់ក៏បានឬក៏យើងអាចពាក់ឧទាហរណ៍ដូចខ្ញុំផ្ទាល់កំពុងនេះយើងអាចប្រើអាវធំហើយយើងអាចពាក់អាវយឺតពីខាងក្នុងក៏អាចមើលទៅឃើញស្អាតឃើញថ្លៃថ្នូរដែរអញ្ចឹងការដែលជ្រើសរើសអាវធំគឺជារឿងដែលសំខាន់ខ្ញុំគិតថាដោយសារនៅស្រុកខ្មែរគឺជាប្រទេសដែលនិយាយថាក្តៅអញ្ចឹងយើងគួរតែជ្រើសរើសអាវធំណាដែលកុំមានសក្តានុពលវាក្រាស់ខ្លាំងពេកអញ្ចឹងណាបាទអាចជ្រើសរើសអាវធំណាដែលមានជាតិ wool ខ្លះក៏បានដែរដែលយើងមើលទៅធ្វើឲ្យវាមានគុណភាពល្អជាងមុនហើយណាមួយទៀតសម្រងនៃការជ្រើសរើសអាវធំក៏ជារឿងដែលសំខាន់ដែរผมគួរជ្រើសរើសអាវធំណាដែលខោចខ្លាំងពេកជ្រើសត្រូវយ៉ាងណាឲ្យត្រូវជាមួយនឹងសម្រងរបស់យើងហើយកុំតឹងខ្លាំងពេកកុំរលុងខ្លាំងពេកដូចគ្នាឲ្យមើលទៅសមល្មមទៅនឹងរាងកាយរបស់យើងទី3គឺខោពណ៌ប្រផេះសម្រាប់បងសុភាពបរមមួយចំនួនគឺថាខោពណ៌ប្រផេះប្រហែលជាអាចពាក់ច្រើនសន្តានឬក៏ពាក់ទៅតាមពិធីផ្សេងៗបានទេប៉ុន្តែតាមពិតទៅខោប្រផេះអាចប្រើប្រាស់បានច្រើនសន្តានមែនទែនមិញបើសិនជាអ្នកទាំងអស់គ្នាបានទិញជាមួយនឹងឈុតពណ៌ទឹកប៊ិចមួយឈុតហើយគ្រាន់តែដូរជាមួយនឹងខោប្រផេះពាក់អាវពណ៌ទឹកប៊ិចវិញជាមួយនឹងអាវកណាត់ក៏អាចជាមួយឈុតថ្មីបានដែរហើយពណ៌ប្រផេះវាធ្វើឲ្យយើងមើលទៅនៅតែសង្គមស្អាតមើលទៅ professional ប៉ុន្តែវាមើលទៅមានការរួមបញ្ចូលគ្នាជាមួយពណ៌ណាបានយ៉ាងត្រូវជាមួយនឹងពណ៌ទឹកប៊ិចអញ្ចឹងបើសិនជាទិញខោពណ៌ប្រផេះអ្នកគួរជ្រើសរើសប្រភេទខោដែលគេហៅថាខោចង្កេះខ្ពស់ដែលពុំចាំបាច់ប្រើខ្សែក្រវ៉ាត់អញ្ចឹងប្រភេទខោចង្កេះខ្ពស់នេះធ្វើឲ្យយើងមើលទៅខ្ពស់ជាងមុនហើយងាយស្រួលមិនចាំបាច់ប្រើប្រាស់ខ្សែក្រវ៉ាត់ហើយមានគេហៅថាបត់គេហៅថា cuff នៅខាងក្រោមដែលធ្វើឲ្យយើងមើលទៅពេលដែលឈរឃើញត្រង់ភ្លឹងល្អឃើញទៅនុយមកឃើញស្អាតទី4ក្រៅពីអាវពណ៌សខ្ញុំគិតថាយើងគួរតែមានអាវពណ៌ផ្ទៃមេឃមួយដែលអាវពណ៌ផ្ទៃមេឃនេះយើងអាចប្រើប្រាស់បានច្រើនសន្តានពិសេសនៅពេលដែលយើងចូលប្រជុំបែបផ្លូវការជាមួយបងដែលគាត់ធ្វើការនៅខាងរដ្ឋឬក៏យើងទៅពិធីណាមួយដែលតម្រូវឲ្យយើងមើលទៅមិនលេចធ្លោខ្លាំងពេកហើយយើងមិនចង់ពាក់ពណ៌សអញ្ចឹងពណ៌ផ្ទៃមេឃគឺជាពណ៌មួយដែលយើងអាចប្រើប្រាស់បានច្រើនជាមួយនឹងក្រវ៉ាត់កច្រើនពណ៌មែនតើអញ្ចឹងការជ្រើសរើសពណ៌ផ្ទៃមេឃនេះប្រសិនបើយើងមានខោពណ៌ខ្មៅហើយខោពណ៌ទឹកប៊ិចហើយមុននឹងបើសិនជាអ្នកទាំងអស់គ្នាបានទិញខោពណ៌ប្រផេះមួយឈុតទៀតអ្នកអាចប្រើប្រាស់វាឲ្យចេញជាមួយឈុតថ្មីតែម្ដងបាទទី5អ្នកគួរតែមានក្រវ៉ាត់កយ៉ាងហោចណាស់1ឬក៏2នៅក្នុងទូដែលមានគុណភាពល្អដែលមានក្រឡាមើលទៅអាចពាក់បានច្រើនជាមួយនឹងអាវពណ៌លាតៗរបស់យើងហើយអាចប្រើបានច្រើនកលៈទេសៈឧទាហរណ៍នៅក្នុងដៃរបស់ខ្ញុំនេះគឺមានពណ៌ទឹកប៊ិចមួយហើយពណ៌រាងសាច់មួយដែលគេហៅថាជាក្រឡាបែបរាងជ្រុងៗណាបាទហ្នឹងហើយការដែលយើងជ្រើសរើសក្រឡាបែបនេះគឺយើងស្រួលនៅក្នុងការប្រើប្រាស់សម្រាប់ចូលក្នុងកម្មវិធីផ្សេងៗឬក៏យើងទៅធ្វើការអញ្ចឹងចំពោះក្រវ៉ាត់កអ្នកគួរតែជ្រើសរើសក្រវ៉ាត់កណាដែលមិនទូចខ្លាំងពេកធំល្មមអញ្ចឹងអាចប្រហែលជា7ទៅ8សង់ទីម៉ែត្រហើយបើសិនជាគុណភាពក្រវ៉ាត់កវិញអ្នកអាចជ្រើសរើសឬក៏អាចវិនិយោគទៅលើក្រវ៉ាត់កដែលថ្លៃបន្តិចយើងមានតែ1ទៅ2ម៉ែត្រប៉ុន្តែរបស់យើងល្អដែលយើងប្រើប្រាស់ក្រវ៉ាត់កដែលប្រើអំពីសូត្រជាដើមបាទអូខេអញ្ចឹងមុនដល់ចំណុចទី6កុំភ្លេចចុច Subscribe ប្រសិនបើអ្នកចូលចិត្តមើលវីដេអូមួយនេះដើម្បីមើលឃើញវីដេអូផ្សេងៗទៀតអំពីរបៀបស្លៀកពាក់របស់សុភាពបុរសដែលធ្វើយ៉ាងណាឲ្យយើងមានគេហៅថាទំនុកចិត្តច្រើនជាងមុនហើយឲ្យកាន់តែថ្លៃថ្នូរស្អាតជាងមុនទី6គឺអាវយឺតលាតគឺជាអាវសច្ចៈដែលមិនមែនជាអាវសក្តានុពលធម្មតាណាបាទអញ្ចឹងអាវនេះគឺយើងអាចប្រើប្រាស់នៅក្នុងកម្មវិធីគេហៅថា semi casual បែបពាក់កណ្ដាលផ្លូវការក៏បានឬក៏យើងទៅប្រជុំទៅធ្វើការក៏បានដែរជាមួយនឹងអាវពណ៌ទឹកប៊ិចនេះផ្ទាល់យើងអាចពាក់វាជាមួយនឹងខោចង្កេះខ្ពស់មុនហ្នឹងយើងបង្ហាញគ្នាគឺខោពណ៌ទឹកប្រាក់នេះក៏បានឬបើសិនជាយើងទិញឈុតពណ៌ទឹកប៊ិចដែលជាចំណុចទី2របស់យើងមុនហ្នឹងណាបាទយើងអាចពាក់ជាមួយនឹងពណ៌ទឹកប៊ិចក៏បានដាក់ចូលគ្នាទៅជាមួយនឹងខោពណ៌ទឹកប៊ិចក៏មើលទៅឃើញថ្លៃថ្នូរស្អាតហើយមើលទៅនៅពេលដែលឧទាហរណ៍ថា
ចេញពីធ្វើការយើងត្រូវទៅញ៉ាំបាយជាមួយនរណាគេម្នាក់ដែលសំខាន់ឬក៏ទៅជួបមិត្តស្រីអីចឹងក៏យើងអាចមើលទៅស្លៀកពាក់នៅតែស្អាតបានដូចគ្នាហើយមិនមើលទៅឃើញច្រើនខ្លាំងពេកដោយសារតែអាវពណ៌ទឹកប៊ិចបែបនេះវាធ្វើឲ្យយើងមើលទៅឃើញគេហៅភាសាអង់គ្លេសមើលទៅ smart easy going ហើយមើលទៅនៅតែរក្សាភាព professional របស់យើងដដែលបាទមិញនេះយើងបានអាវយឺតស្អាតអាវកណាត់ស្អាតក្រវ៉ាត់កអាវធំឲ្យអស់ហើយចុះស្បែកជើងថាតើបើសិនជាយើងគួរទិញស្បែកជើងល្អយើងគួរទិញប្រភេទមួយណាសម្រាប់ខ្ញុំគិតថាប្រសិនបើយើងអត់ដែរពាក់ស្បែកជើងស្បែកពីមុនមកសោះហើយត្រូវទិញមកគួរតែប្រើស្បែកជើងបែប loafer បែបនេះបានន័យថាស្បែកជើងដែលគ្មានខ្សែហើយគេហៅនេះគឺហៅថាពួក penny ដែលវាមិនមើលទៅឃើញស្កេះស្កាស់ច្រើនខ្លាំងពេកដែលយើងពេលដែលយើងពាក់ទៅវាមើលទៅឃើញដូចថាវា clean ហើយស្បែកជើងស្បែកគឺជាស្បែកជើងមួយដែលយើងអាចរក្សាទុកវាបានយូរមិនថាបើទោះបីពេលខ្លះយើងពាក់ទៅវាតែងតែបាក់មុខអីតិចតួចប៉ុន្តែវានៅតែរក្សាលក្ខណៈភាពថ្លៃថ្នូរភាពស្អាតដែលយើងអាចពាក់ច្រើនបែបច្រើនសន្តាននៅពេលដែលយើងពាក់កៅអៅជាលក្ខណៈផ្លូវការជាមួយនឹងស្បែកជើងស្បែកមួយប្រភេទមួយនេះពេលខ្លះយើងមានកៅអៅដែលស្អាតពាក់អាវធំស្បែកជើងស្អាតអស់ហើយប៉ុន្តែនៅពេលដែលយើងមើលទៅកាបូវិញយើងឃើញស្ពីសាក់កាដូមួយដែលវាធ្វើឲ្យរូបរាងហើយនឹង outfit របស់យើងណាដែលយើងទៅធ្វើការវាមើលទៅវាអត់ទាន់ឃើញ clean ស្អាត 100% ទេអញ្ចឹងខ្ញុំតែងតែប្រាប់បងសុភាពបរិសុទ្ធទាំងអស់គ្នាថានៅបើសិនជាត្រូវការទិញកាបូបគួរតែប្រើប្រាស់កាបូបលក្ខណៈបែបស្បែកមួយអញ្ចឹងឧទាហរណ៍អ្នកអាចប្រើប្រាស់រោទិញកាបូបបែបស្បែកឬក៏អាចកាត់ស្បែកក៏បានដែរនៅស្រុកខ្មែរយើងមានកន្លែងដែលកាត់កាបូបច្រើនដែលយើងអាចទៅកាត់ជាលក្ខណៈស្បែកឬក៏ទៅហាងមួយចំនួនដែលអាចរកកាបូបស្បែកបែបនេះបានដែលយើងអាចដាក់ laptop ក៏បានរបស់យើងប្រើប្រាស់មួយចំនួនធំអ្នកទាំងអស់គ្នាមើលទៅខាងក្នុងគឺវាធំល្អណាបាទដាក់របស់ប្រើប្រាស់សភៅlaptop ឲ្យបានមកចប់អញ្ចឹងរកអាណារៀងធំបន្តិចឲ្យស្បែកហើយគម្រោហើយគួរទិញណាកុំឲ្យមានផ្លាកអីធំច្រើនខ្លាំងពេកឬក៏កុំមានអីញ៉ៃច្រើនខ្លាំងពេកពាក់អ្វីដែលមើលទៅតិចឲ្យ clean នៅពេលដែលយើងពាក់ជាមួយនឹងសម្លៀកបំពាក់លក្ខណៈអាវធំរបស់យើងចូលទៅប្រជុំចូលអីវាអត់ឃើញយើងពាក់លក្ខណៈដូចថាមានសក្តានុពលវាមើលទៅដូចឃើញញ៉ៃតែបែបនេះវាមើលធ្វើឲ្យយើងមើលទៅ clean មើលទៅបែប professional ហើយមើលទៅមានន័យថាមានទំនុកចិត្តនៅក្នុងការស្លៀកពាក់ហើយដល់ពេលដែលយើងដើរចូលវាអត់ឃើញរបស់ញ៉ៃច្រើនអញ្ចឹងបើសិនជាប្រើប្រាស់កាបូបគួរតែប្រើប្រាស់កាបូបស្បែកលក្ខណៈគេហៅថា tote bag បែបនេះដែលយើងអាចប្រើប្រាស់នៅក្នុងច្រើនបែបច្រើនសន្តានបានបាទខ្សែក្រវ៉ាត់សម្រាប់អ្នកដែលចូលចិត្តខ្សែក្រវ៉ាត់មុននេះខ្ញុំតែងតែប្រាប់អ្នកទាំងអស់គ្នាដែរប្រសិនបើសុភាពបរិសុទ្ធចង់ពាក់ខោដែលពុំចាំបាច់ប្រើខ្សែក្រវ៉ាត់អាចពាក់ខោបានជាមួយនឹងខោគេហៅថាខោចង្កេះខ្ពស់បែបអ៊ីតាលីដែលគេមានរូតនឹងគៀនយើងមិនពាក់ខ្សែក្រវ៉ាត់ក៏បានដែរប៉ុន្តែសម្រាប់អ្នកខ្លះដែលគាត់ចូលចិត្តពាក់ខ្សែក្រវ៉ាត់កុំពាក់ខ្សែក្រវ៉ាត់ដែលធំខ្លាំងពេកឧទាហរណ៍តែពេលខ្លះយើងពាក់កៅអៅបែប professional ស្អាតហើយប៉ុន្តែអាក្បាលខ្សែក្រវ៉ាត់យើងធំខ្លាំងមែនទែនដែលពេលដែលយើងដើរចូលមកអ្វីដែលគេមើលឃើញមុនគេគឺតែក្បាលខ្សែក្រវ៉ាត់ហ្នឹងឯងដែលមើលទៅវាបានន័យថាវាទាញយើងថយក្រោយទៅលើអាភាពមើលទៅជា professional របស់យើងអញ្ចឹងអ្នកទាំងអស់គ្នាគួរតែទិញខ្សែក្រវ៉ាត់ណាដែលមើលទៅថ្លៃថ្នូរស្អាតធ្វើអំពីស្បែកហើយវាមានបានន័យថាទំហំតូចល្មមឧទាហរណ៍ដូចជាខ្សែក្រវ៉ាត់នេះជាដើមដែលវាមិនមានទំហំធំខ្លាំងពេកនៅពេលដែលយើងពាក់ទៅវាធ្វើឲ្យខ្សែក្រវ៉ាត់វាខ្លាចទៅជាផ្នែកមួយនៃការស្លៀកពាក់របស់យើងជាងខ្សែក្រវ៉ាត់ហ្នឹងវាខ្លាចទៅជាភាពលេចធ្លោមួយនៅក្នុងការស្លៀកពាក់របស់យើងអញ្ចឹងបើសិនជាទិញខ្សែក្រវ៉ាត់គួរពិចារណាទៅលើការប្រើប្រាស់ស្បែកសុទ្ធហើយបើទិញពណ៌ខ្មៅឬក៏ពណ៌ត្នោតហើយមួយទៀតគឺគួរប្រើក្បាលដែលទូចមិនមានភាពញ៉ៃខ្លាំងពេកកាន់តែទូចកាន់តែសាមញ្ញវាធ្វើឲ្យយើងកាន់តែមើលទៅកាន់តែថ្លៃថ្នូរចុងក្រោយគឺនាឡិកាប្រសិនបើអ្នកកំពុងតែស្វែងរកនាឡិកាដែលមើលទៅវាមើលទៅថ្លៃថ្នូរហើយយើងចង់ស្វែងរកនាឡិកាណាតម្លៃសមល្មមដែលខ្ញុំតែងតែណែនាំឲ្យសុភាពបរិសុទ្ធមួយចំនួនទិញម៉ាកមួយចំនួនដូចម៉ាក Seiko Casio ឬក៏ T-Shot ដែលជានាឡិកាមួយនៅក្នុងតម្លៃដែលសមរម្យល្មមហើយបើយើងទិញយើងមិនតាមទិញច្រើនពេកទេយើងទិញនាឡិកាតែមួយឬក៏ពីរហើយនាឡិកាដែលតម្លៃសមរម្យល្មមហើយស័ក្តិសមជាមួយនឹងទំហំកដៃរបស់យើងជៀសវាងកំប្រើនាឡិកាដែលមានក្បាលធំខ្លាំងពេកឬក៏នាឡិកាគេហៅលក្ខណៈបែប sport បានន័យថានាឡិកាដែលមើលទៅដូចជាលក្ខណៈសម្រាប់កីឡាហើយនឹងមួយទៀតជ្រើសនាឡិកាដែលប្រើប្រាស់ស្បែកជាងនាឡិកាដែលមានគេហៅថាកន្លែងនេះគឺជាប់ណាបាទតែអ្នកទាំងអស់គ្នាអាចទិញបានជាមួយនឹងស្បែកពណ៌ខ្មៅឬក៏ស្បែកពណ៌ត្នោតដែលយើងពាក់ជាមួយនឹងកៅអៅធំរបស់យើងវាមើលទៅតិចប៉ុន្តែស្អាតហើយថ្លៃថ្នូរអញ្ចឹងនេះគឺជាសម្លៀកបំពាក់និងវត្ថុ10យ៉ាងដែលអ្នកគួរតែមាននៅក្នុងទូកៅអៅរបស់អ្នកប្រសិនបើអ្នកចង់ចាយលុយតិចជាងមុនទិញរបស់ដែលមានគុណភាពជាងមុនហើយអាចរួមបញ្ចូលគ្នាបានច្រើនហើយដែលយើងពេលដែលយើងពាក់ចូលគ្នាទៅយើងមានអារម្មណ៍ថាវាមិនច្រើនពេកវាថ្លៃថ្នូរមិនសាំញ៉ាំហើយនឹងស្រួលថែទាំទៀតអញ្ចឹងបើសិនតែអ្នកនរគ្នាចូលចិត្តមើលវីដេអូមួយនេះកុំភ្លេចចុច Subscribe ជួបគ្នានៅក្នុងវីដេអូក្រោយអរគុណ